ដឹងការពិតហើយមូលហេតុនៃការឆេះអគារព្រះរាជដំណាក់ខេត្តសៀមរាបបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីមានហេតុការណ៍ករណីអគ្គិភ័យឆាបឆេះអគារព្រះរាជដំណាក់តូចនៃព្រះរាជដំណាក់ខេត្តសៀមរាបកាលពីវេលាម៉ោង 10:15 នាទីយប់ថ្ងៃទី 12 ខែមីនាឆ្នាំ 2023 នៅត្រង់ចំណុចក្បែរព្រះអង្គជ័យព្រះអង្គចោមស្ថិតក្នុងភូមិមណ្ឌល 1 សង្កាត់ស្វាយដង្គមក្រុងសៀមរាបខេត្តសៀមរាបហេតុការណ៍នេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងនេះបើតាមសេចក្តីប្រកាសរបស់ក្រសួងព្រះបរមរាជវាំងក្រោយមានហេតុការណ៍នេះកើតឡើងកម្លាំងសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់រហូតគ្រប់គ្រងស្ថានភាពបានមន្ត្រីនគរបាលពន្លត់និងបង្ការអគ្គិភ័យខេត្តសៀមរាបបានឲ្យដឹងថាអគ្គិភ័យនេះបានបណ្ដាលឲ្យរងការខូចខាត 80% ទំហំអគារប្រមាណ 24 ម៉ែត្រគុណ 15 ម៉ែត្រតួអគារនៃព្រះរាជដំណាក់និងសម្ភារៈប្រើប្រាស់ខាងក្នុងមួយចំនួនធំរងការខូចខាតចំណែករថយន្តពន្លត់អគ្គិភ័យបានប្រើប្រាស់ចំនួន 11 គ្រឿងនិងកងកម្លាំងសរុបចំនួន 80 នាក់នៅក្នុងនោះរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន 3 គ្រឿងកម្លាំងសរុបចំនួន 20 នាក់និងកម្លាំងស្ម័គ្រចិត្តចំនួន 10 នាក់រថយន្តពន្លត់អគ្គិភ័យស្រុកពួកចំនួន 1 គ្រឿងកម្លាំងសរុបចំនួន 10 នាក់រថយន្តពន្លត់អគ្គិភ័យស្រុកប្រាសាទបាកើងចំនួន 1 គ្រឿងកម្លាំងសរុបចំនួន 10 នាក់រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថចំនួន 2 គ្រឿងកម្លាំងសរុបចំនួន 10 នាក់រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរជាតិអប្សរាចំនួន 2 គ្រឿងកម្លាំងសរុបចំនួន 10 នាក់រថយន្តពន្លត់អគ្គិភ័យសួនធម្មជាតិចំនួន 2 គ្រឿងកម្លាំងសរុបចំនួន 10